ភាពអស្ចារ្យនៃ Zen មនុស្ស10យ៉ាងដែលអ្នកទាំងអស់គ្នាមិនធ្លាប់បានដឹងនេះគឺជារឿងរ៉ាវដ៏ស្ញប់ឆ្ងាយចំនួន10អំពីភាពអស្ចារ្យនៃ Zen របស់មនុស្សដែលបង្ហាញពីការសម្របខ្លួននិងបំរែបំរួលការបន្តពូជដែលធ្វើឲ្យបុគ្គលមួយចំនួនមានលក្ខណៈខុសប្លែកពីមនុស្សទូទៅ1មានភ្នែកទាំងសងខាងពណ៌ខុសគ្នាបាតុភូត Zen នេះធ្វើឲ្យមនុស្សមានពណ៌ភ្នែកទាំងពីរខុសគ្នាដូចជាមួយម្ខាងខៀវនិងម្ខាងទៀតពណ៌ត្នោតវាគ្មានគ្រោះថ្នាក់ដល់សុខភាពនោះទេតែវាបានបង្កើតជាលក្ខណៈពិសេសមួយដែលធ្វើឲ្យភ្នែកមានភាពទាក់ទាញខ្លាំង2ប្រភេទឈាមមាសនេះគឺជាប្រភេទឈាមមាសដែលកម្របំផុតនៅលើពិភពលោកដោយកោសិកាឈាមក្រហមមិនមានអង្គទី Zen អេកទាំងអស់មកទល់នឹងពេលនេះនៅក្នុងប្រវត្តិសាស្ត្រវិទ្យាសាស្ត្រពិភពលោកមានមនុស្សតិចជាង50នាក់ប៉ុណ្ណោះដែលត្រូវបានរកឃើញថាមានឈាមប្រភេទនេះ3ឆ្អឹងដែកថែបបំរែបំរួល Zen LRP5 បានធ្វើឲ្យឆ្អឹងដងទីទេក្រាស់ខុសពីធម្មតាដែលធ្វើឲ្យឆ្អឹងរបស់គេមានភាពរឹងមាំខ្លាំងបំផុតនិងស្ទើរតែមិនអាចបាក់បានទាល់តែសោះទោះបីជាជួបគ្រោះថ្នាក់ដែលមនុស្សធម្មតាត្រូវបាក់ឆ្អឹងក៏ដោយ4សមត្ថភាពមើលឃើញពណ៌រាប់លានមនុស្សទូទៅមានកោសិកាកោណ3ប្រភេទនៅក្នុងភ្នែកបែងចែកពណ៌ប៉ុន្តែបុគ្គលដែលមាន Zen នេះមានកោសិកាកោណដល់ទៅ4នេះអនុញ្ញាតឲ្យពួកគេមើលឃើញពណ៌រាប់លានប្រភេទផ្សេងទៀតដែលមនុស្សធម្មតាមើលឃើញត្រឹមតែជាពណ៌តែមួយ5មនុស្សដែលត្រូវការការគេងតិចបំផុតមនុស្សមួយចំនួនតូចមានបំរែបំរួល Zen DEC2 ដែលជួយឲ្យរាងកាយត្រូវការការគេងតិចត្រឹមតែ4ទៅ5ម៉ោងប៉ុណ្ណោះនៅក្នុងមួយយប់ប៉ុន្តែពួកគេនៅតែមានថាមពលពេញលេញមិនងុយនិងមានសុខភាពល្អដូចអ្នកដែលបានគេង8ម៉ោងដែរទី6ភាពស៊ាំនឹងការឈឺចាប់ដោយសារតែការបំរែបំរួល Zen SCN9A ប្រព័ន្ធប្រសាយប្រសាទមិនអាចបញ្ជូនសញ្ញាឈឺចាប់ទៅកាន់ខួរក្បាលបាននោះទេទោះបីជាវាស្ដាប់ទៅដូចជាមានថាមពលពិសេសប៉ុន្តែតាមការពិតវាមានគ្រោះថ្នាក់ខ្លាំងណាស់ព្រោះបុគ្គលទាំងអស់នោះអាចមានរបួសធ្ងន់ធ្ងរឬរលាកដោយមិនដឹងខ្លួនទី7សមត្ថភាពមួយទឹកដ៏អស្ចារ្យប្រជាជនបាចៅដែលរស់នៅតាមតំបន់សមុទ្រនៃអាស៊ីអាគ្នេយ៍មានការបំរែបំរួល Zen PDE10A ដែលធ្វើឲ្យពួកគេមានទំហំលំពែងធំជាងមនុស្សធម្មតារហូតដល់ 50% ការវិវត្តនេះជួយឲ្យពួកគេផ្ទុកអុកស៊ីហ្សែននៅក្នុងឈាមបានច្រើននិងមុខទឹកជ្រៅរហូតដល់70ម៉ែត្រអស់រយៈពេលជាច្រើននាទីដោយមិនចាំបាច់ប្រើឧបករណ៍ជំនួយទី8មនុស្សដែលអាចសម្របខ្លួនទៅនឹងតំបន់ដែលមានអុកស៊ីហ្សែនទាបប្រជាជនទីបេដែលរស់នៅតំបន់ភ្នំហេម៉ាឡៃមាន Zen EPA-F1 ដែលជួយឲ្យរាងកាយរបស់ពួកគេផលិតកោសិកាឈាមក្រហមក្នុងកម្រិតមួយមានតុល្យភាពវាការពារពួកគេពីជំងឺបេះដូងនិងអនុញ្ញាតឲ្យពួកគេរស់នៅទីខ្ពស់ដែលមានអុកស៊ីហ្សែនទាបបំផុតដោយគ្មានបញ្ហាថប់ដង្ហើមទី9មនុស្សដែលមានម្រាមដៃម្រាមជើងលើសវាជាលក្ខណៈ Zen ដែលធ្វើឲ្យទារកកើតមកមានម្រាមដៃឬម្រាមជើងលើសពី5ម្រាមដែលលើសទាំងអស់នោះជារឿយៗមិនមែនគ្រាន់តែជាសាច់ដុះនោះទេវាក៏មានឆ្អឹងសរសៃសាច់ដុំដែលអាចបញ្ជានិងប្រើប្រាស់បានយ៉ាងល្អឥតខ្ចោះ10មនុស្សដែលមាន DNA 2ក្នុងខ្លួនតែមួយករណីដ៏កម្រនេះកើតឡើងនៅពេលដែលកូនភ្លោះ2នៅក្នុងផ្ទៃម្ដាយរលាយចូលគ្នាតាំងពីដំណាក់កាលអំព្រីយ៉ុងជាលទ្ធផលបុគ្គលនោះកើតមកដោយមានទម្រង់ DNA 2ប្រភេទខុសគ្នានៅក្នុងខ្លួនតែមួយឧទាហរណ៍កោសិកាឈាមមាន DNA មួយប្រភេទរីឯកោសិកាស្បែកនិងសក់មាន DNA មួយប្រភេទផ្សេងទៀតតើនៅក្នុងខ្លួនរបស់អ្នកមាន Zen ដែលប្លែកនិងអស្ចារ្យខុសពីគេដែរឬទេ comment ពីភាពអស្ចារ្យនៅខាងក្រោមវីដេអូនេះកុំភ្លេច follow ម្នាក់មួយផងណា